កវិទ្យាល័យពាណិជ្ជសាស្ត្រ Acilida សហការជាមួយនឹងវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជារៀបចំពិព័រណ៍ការងារប្រចាំឆ្នាំ2026ស្ដីពីការផ្សារភ្ជាប់និស្សិតទៅនឹងឱកាសការងារជាមួយនឹងវិស័យឧស្សាហកម្មការផ្សារភ្ជាប់និស្សិតទៅនឹងឱកាសការងារជាមួយវិស័យឧស្សាហកម្មគឺជាប្រធានបទដ៏មានសារៈសំខាន់ក្នុងយុគសម័យបច្ចុប្បន្នដើម្បីដោះស្រាយបញ្ហាគម្លាតជំនាញនិងធានាថាការអប់រំដើរទន្ទឹមគ្នានឹងតម្រូវការទីផ្សារការងារជាក់ស្ដែងនេះបើតាមប្រសាសន៍លើកឡើងរបស់ឯកឧត្តមប៊ូថារិនអគ្គនាយកនៃនាយត្តករគណនេយ្យករជំនាញនិងសវនករកម្ពុជាដែលថ្លែងក្នុងពិធីបើកពិព័រណ៍ការងារប្រចាំឆ្នាំ2026ស្ដីពីការផ្សារភ្ជាប់និស្សិតទៅនឹងឱកាសការងារជាមួយវិស័យឧស្សាហកម្មដោយមានការចូលរួមមកពីតំណាងក្រុមហ៊ុនគណនេយ្យនិងសវនកម្មស្ថាប័នធនាគារអង្គការវិជ្ជាជីវៈដៃគូឧស្សាហកម្មនិងនយោជកព្រមទាំងនិស្សិតប្រមាណជាង400នាក់ចូលរួមផងដែរឯកឧត្តមប៊ូថារិនបន្តទៀតថាក្នុងកិច្ចសហប្រតិបត្តិការនិងការបណ្ដុះបណ្ដាលការផ្សារភ្ជាប់រវាងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ Acilida បានចោះអនុសារណៈនៃការយោគយល់គ្នាជាមួយនាយត្តករនិងវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជាមុនគេបង្អស់ក្នុងការដាក់បញ្ចូលកម្មវិធីសិក្សា ATQ Accounting Technician Qualification និងកម្មវិធីគណនេយ្យករជំនាញកម្ពុជាដើម្បីឆ្លើយតបឲ្យទាន់ក្នុងសម័យកាលបរិវត្តកម្ម Digital និស្សិតផ្នែកគណនេយ្យចាំបាច់ត្រូវតែមានជំនាញបច្ចេកវិទ្យាព័ត៌មាន IT បូកផ្សំជាមួយជំនាញឯកទេសរបស់ខ្លួនទើបអាចឆ្លើយតបទៅនឹងការប្រែប្រួលនៃទីផ្សារការងារបច្ចុប្បន្នបានលោកបណ្ឌិតផុនណារិនសាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ Acilida បានឲ្យដឹងថាការផ្សារភ្ជាប់និស្សិតទៅនឹងឱកាសការងារជាមួយវិស័យឧស្សាហកម្មមិនមែនជាភារកិច្ចរបស់ភាគីណាមួយដាច់ដោយឡែកនោះទេវាទាមទារនូវការចូលរួមភាពជាដៃគូភាគីពាក់ព័ន្ធដែលមានរាជរដ្ឋាភិបាលជាអ្នករៀបចំគោលនយោបាយនិងគ្រឹះស្ថានសិក្សាជាអ្នកបណ្ដុះបណ្ដាលព្រមទាំងវិស័យឯកជនឧស្សាហកម្មគឺជាអ្នកប្រើប្រាស់កម្លាំងពលកម្មជាការពិតទំនាក់ទំនងកាន់តែរឹងមាំនិងជួយជំរុញសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនតាមរយៈការបង្កើតកម្លាំងពលកម្មដែលមានជំនាញនិងសក្តានុពលខ្ពស់លោកបណ្ឌិតផុនណារិនបញ្ជាក់ទៀតថានៅក្នុងឆ្នាំ2026នេះសម្រាប់ឱកាសការងារសម្រាប់និស្សិតគឺដោយផ្ដោតខ្លាំងលើជំនាញគណនេយ្យហិរញ្ញវត្ថុសវនកម្មនិងធានារ៉ាប់រងខ្លឹមសារសំខាន់ជាកន្លឹះសម្រាប់ការរៀបចំកម្មវិធីថ្ងៃនេះគឺជាការ matching មានន័យថាជាការជួបគ្នារវាងនិស្សិតជាមួយនឹងនយោជិតបាទជាចាស់ក្រុមហ៊ុននិងតំណាងក្រុមហ៊ុនដែលគាត់ជ្រើសរើសនិស្សិតដើម្បីយកទៅធ្វើការងារអញ្ចឹងនិស្សិតមានឱកាសដើម្បីមកជួបផ្ទាល់នៅតាមក្រុមហ៊ុនដែលបានដាក់ស្តង់នីមួយៗបាទអំពីកម្មវិធីអំពីតម្រូវការហើយយើងមានរឿងពីរទី1ក្រៅពីឱកាសដើម្បីដាក់ពាក្យធ្វើការងារផ្ទាល់ជាមួយនឹងនយោជិកបាទដែលជាតំណាងប្រចាំនៅស្តង់នីមួយៗទី1និងទី2គឺគាត់អាចមានឱកាសចុះហាត់ការនៅក្នុងស្ថាប័នហើយមួយទៀតក៏គាត់អាចស្គាល់អំពីផលិតផលរបស់ក្រុមហ៊ុនដែលបានមកដាក់តាំងបាទយើងតែងតែប្រពៃធ្វើជារៀងរាល់ឆ្នាំដើម្បីឲ្យនិស្សិតមានការងារធ្វើពីឱកាសដែលគាត់បានដឹងមុនពេលដែលគាត់រៀនចប់បាទអញ្ចឹងស្ថាប័ននីមួយៗមានតម្រូវការខុសៗគ្នាបាទស្ថាប័នខ្លះត្រឹមតែឆ្នាំទី2អាចយកទៅធ្វើការបានបាទខ្លះដល់ឆ្នាំទី3ខ្លះឆ្នាំទី4ជាដើមអញ្ចឹងឱកាសដែលនិស្សិតអាចចូលរួមបានហ្នឹងមកក្នុងស្តង់ទាំងអស់នេះភាគច្រើនគឺជំនាញគណនេយ្យហិរញ្ញវត្ថុបាទហើយនឹងសវនកម្មធានារ៉ាប់រងជាពិសេសគឺសវនកម្មឯករាជ្យស្ថាប័នខាងក្រៅដែលយើងមើលឃើញសូមបញ្ជាក់ដែរថាការរៀបចំពិព័រណ៍ការងារប្រចាំឆ្នាំ2026ស្ដីពីការផ្សារភ្ជាប់និស្សិតទៅនឹងឱកាសការងារជាមួយវិស័យឧស្សាហកម្មលើកនេះពិតជាបានប្រមូលផ្ដុំក្រុមហ៊ុនធំៗចូលរួមជិត30ក្រុមហ៊ុនដូចជាក្រុមហ៊ុនសវនកម្មស្ថាប័នហិរញ្ញវត្ថុនិងគណនេយ្យព្រមទាំងដៃគូឧស្សាហកម្មជាច្រើនទៀត
ដើម្បីផ្ដល់ឱកាសដល់សិស្សនិស្សិតនិងសាធារណជនក្នុងការស្វែងយល់ពីអាជីពការងារនិងការបង្កើតបណ្ដាញទំនាក់ទំនងជាពិសេសការដាក់ពាក្យការងារដោយផ្ទាល់នៅនឹងកន្លែង។